ក្មេងស្រីនេះគ្រាន់តែចាប់ដៃរបស់នាងហើយទុកឲ្យស្ត្រីចំណាស់ដែលបានស្លាប់ទៅ3ថ្ងៃបានរស់ឡើងវិញនេះជាទស្សនវិជ្ជាដ៏រន្ធត់ដែលធ្វើឲ្យគ្រប់គ្នាតក់ស្លុតសូម្បីតែគ្រូពេទ្យដែលឃើញច្រើនដងក៏តក់ស្លុតដែរនេះគឺជាអពិតតែពួកគេមិនដែលគិតថាក្មេងស្រីនោះមិនមែនជាមនុស្សតតែសោះប៉ុន្តែជាវិញ្ញាណដ៏មានឥទ្ធិពលបំផុតពេលគេដឹងថាអ្នកធ្វើដំណើរចំនួនចុងក្រោយរបស់នាងបានបាត់ខ្លួនដោយសារអំណាចខាងវិញ្ញាណបានត្រឡប់ទៅពីភពជីវិតរមែងស្លាប់វិញដើម្បីស្វែងរកយុទ្ធធម៌សម្រាប់ការខ្វះខាងពលខាងវិញ្ញាណ1000ឆ្នាំក្រោយមកនាំឲ្យមានរឿងចម្លែកជាច្រើនកើតឡើងមនុស្សម្នាក់ត្រូវបានគេសង្គ្រោះប៉ុន្តែត្រូវរបួសជើងមកមាននរណាម្នាក់កញ្ញាទ្រព្យសម្បត្តិនិងចំណាយសម្រាប់ទ្រព្យសម្បត្តិរបស់ចំណាស់កំពុងទិញឯកសណ្ឋានការពារជីវិតនៅក្នុងហាងប៉ុន្តែនាងមិននឹកស្មានថាស្លាប់ភ្លាមនោះទេទើបធ្វើឲ្យអ្នករាល់គ្នាខឹងក៏វាកំទេចហាងរបស់ខ្លួននៅពេលដ៏សំខាន់នេះក្មេងស្រីបានលេចមុខនៅចំពោះមុខអ្នករាល់គ្នានៅលើអាកាសអ្នកអាចផ្លាស់ទីកូនចៅរបស់គ្រួសារលោកដោយគ្មានប្រតិកម្មអ្វីទាំងអស់ក្មេងស្រីបានប្រើសាកសពរបស់អ្នកឆ្លងកាត់ដើម្បីត្រឡប់ទៅរបស់នាងបានឃើញនាងនៅមានជីវិតហើយក្មេងស្រីនេះចង់រក្សាទុកកេរ្តិ៍ឈ្មោះរបស់សាលាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារាប់ពាន់ឆ្នាំហើយគ្រប់គ្នាកំពុងរងចាំមាននរណាម្នាក់នៅក្នុងនោះមើលងាយនាងថាជានារីជនបទហើយនឹងវាយនាងគ្រាន់តែឃើញភ្នែកមនុស្សស្រីដាក់កន្លែងកំហឹងបានធ្វើឲ្យនាងស្ដោះឈាមមួយដំណក់មុននឹងគេមានប្រតិកម្មក្មេងស្រីនោះបានមករកស្ត្រីចំណាស់នោះនាងបានឃើញថាដៃរបស់នាងត្រូវបានហុំព័ទ្ធដោយពន្លឺនិងកំពុងតែបង្ហាញពីបច្ចេកវិទ្យានៃការវិលត្រឡប់ឡើងវិញនៅជានេះអាចទៅជាយ៉ាងណាតែស្ត្រីចំណាស់អាចទៅជាយ៉ាងណាកូនប្រុសរបស់ស្ត្រីចំណាស់បាននិយាយថាវាមិនអាចទៅរួចទេរាល់គ្នាគុំឲ្យចាញ់បោកស្រីនោះស្មានមិនដល់និយាយមិនឬស្ត្រីចំណាស់ពិតជាបើកភ្នែកក្រោយពីគ្រូពេទ្យពិនិត្យរួចមានការភ្ញាក់ផ្អើលដែលឃើញជីពចររបស់ស្ត្រីចំណាស់នៅទីជាអភូតហេតុនៃអស្ពួកគេឃើញថាក្មេងស្រីមានជំនាញខ្លះក៏ចាប់ផ្ដើមសុំការពន្យល់ពីស្ត្រីចំណាស់បានអះអាងថានាងជាអ្នកមើលការខុសត្រូវលើហាងថ្ងៃនេះអ្នកសុំទានទាំងអស់មិនត្រូវបានបងទេពេលគ្រប់គ្នាច្របូកច្របល់សិស្សម្នាក់បានចេញមកគាត់បានអង្វរក្មេងស្រីឲ្យកញ្ញាពេលដែលម្ដាយរបស់នាងស្រីគ្រាន់តែមើលគាត់ថាម្ដាយគាត់អាចរស់នៅដល់អាយុ90ឆ្នាំក្រោយពីសិស្សបានឬចម្លើយនេះគាត់មិនត្រឹមតែមិនសប្បាយចិត្តប៉ុណ្ណោះទេប៉ុន្តែគាត់បានបង្ហាញនឹងស្លាប់នៅពេលណាកូនស្រីតូចម្ដាយរបស់អ្នកឈឺវាជាការត្រឹមត្រូវក្នុងការមើលថែនាងនៅលើគ្រែហេតុអ្វីបានជាអ្នកនៅតែជេរនាងរហូតដល់ថាសិស្សនេះជារឿយត្រូវបានម្ដាយរបស់គាត់ធ្វើបាបនៅផ្ទះមិនត្រឹមតែធ្វើបាបនាងពេញរាងកាយប៉ុណ្ណោះទេគាត់ថែមទាំងឲ្យនាងបោះបង់ការសិក្សាលួចនាងទៅឲ្យបុរសចំណាស់ម្នាក់ពេលម្ដាយឃើញសិស្សវាយគ្នានៅខាងក្រៅនាងមិនបានត្រឡប់ទៅផ្ទះបន្ទាប់មកនាងបានវាយសិស្សស្រីរូបនេះយ៉ាងខ្លាំងនៅទីសាធារណៈសិស្សនោះភ័យស្លន់ស្លោហើយចង់អង្វរក្មេងស្រីនោះឲ្យជួយកុមារីរូបនេះបានអះអាងថានិស្សិតនោះជាអ្នកមានជីវភាពធូរធារប៉ុន្តែសិស្សម្នាក់នោះស្ទើរតែត្រូវរថយន្តបត់នាងគិតថាក្មេងស្រីនោះកំពុងកុហកគាត់បងស្រីហេតុអីក៏កុហកខ្ញុំមិនកុហកអ្នកទេពួកគេមិនមែនជាឪពុកម្ដាយបង្កើតរបស់អ្នកទេបងស្រីនិយាយការពិតទេតើអ្នកកំពុងនិយាយអំពីអ្វីតើអ្នកហ៊ានស្លាប់ទេត្រឡប់ទៅពេលក្រោយឯងនឹងធ្វើឲ្យឪពុកឯងវាយឯងដល់ស្លាប់សិស្សត្រូវបានម្ដាយដ៏ខូខើរបស់គាត់យកទៅឆ្ងាយនៅពេលជាមួយគ្នានោះឧត្តមសេនីយ៍វ័យក្មេងនិងឧត្តមសេនីយ៍វ័យក្មេងបានចេញពីឡានទទួលស្គាល់ថាឧត្តមសេនីយ៍វ័យក្មេងគឺជាគូស្នេហ៍ពីមុនរបស់នាងឥឡូវនេះវាជាអត្តសញ្ញាណមួយទៀតដែលបានជួបមេតបវ័យក្មេងដឹងហើយថាគ្រួសាររបស់មេតបវ័យក្មេងរូបនេះនៅចំពោះមុខមេតបវ័យក្មេងនិងឧត្តមសេនីយ៍វ័យក្មេងបានស្ដីបន្ទោសគ្រួសារលោកដែលបណ្ដាលឲ្យគ្រួសាររបស់ពួកគេខ្សែធំបានអង្វរនាយរបស់សេនីយ៍វ័យក្មេងឲ្យជួយរកយុទ្ធធម៌ឃើញថាហ៊ានចោទសួរពីកម្លាំងរបស់ខ្លួនបន្ទាប់មកពួកគេប្រើអំណាចខាងវិញ្ញាណរបស់ពួកគេនៅភរិយាម្នាក់ក្បត់នឹងឈុតឆាកនៃការគេចខ្លួនរបស់នាងនៅពេលដែលគ្រប់គ្នាមានការភ័ន្តច្រឡំពួកគេបានឃើញប្រពន្ធរបស់នាងចាក់ចេញពីផ្ទះជាមួយកូននៅពេលនេះអ្នករាល់គ្នាបានដឹងថាក្មេងស្រីនេះពិតជាមានសមត្ថភាពបានអង្វរក្មេងស្រីភរិយារបស់ឧត្តមសេនីយ៍វ័យក្មេងក៏ចង់ដោយសារតែកូនស្រីរបស់គាត់បានបាត់ខ្លួនមិនអាចរកឃើញបានណាមួយឡើយឧត្តមសេនីយ៍វ័យក្មេងរូបនេះបាននិយាយថានេះជារឿងតែចង់រៀបចំចេញទៅប៉ុន្តែនារីនោះបានទូរស័ព្ទទៅគេខ្ញុំដឹងពីអ្វីដែលអ្នកបានធ្វើចំពោះក្មេងស្រីដែលបាត់បង់ធ្វើឲ្យអ្នករាល់គ្នាភ្ញាក់ផ្អើលពេលនោះក្មេងស្រីបាននិយាយថាសិស្សដែលពួកគេស្ទើរតែរត់ចូលគឺជាកូនស្រីដែលបាត់ខ្លួនរបស់ពួកគេនៅពេលនេះសិស្សត្រូវបានម្ដាយចិញ្ចឹមធ្វើបាបមិនត្រឹមតែបានសុំនាងបោកខោអាវតែក៏សុំឲ្យនាងធ្វើម្ហូបឲ្យបានទៀងទាត់ពេលសិស្សនឹកឃើញអ្វីដែលក្មេងស្រីនិយាយគាត់បានសួរម្ដាយចិញ្ចឹមថាតើឪពុកម្ដាយបង្កើតរបស់ម្ដាយចិញ្ចឹមបាននិយាយថានាងនៅកន្លែងសម្រាប់បន្ទាប់ពីចិញ្ចឹមនាងអស់ជាច្រើនឆ្នាំតែសងពួកគេជាមួយនឹងជីវិតរបស់នាងសិស្សមិនជឿថាឪពុកម្ដាយបោះបង់ចោលខ្លួនឯងទេគាត់បានយកកន្ត្រៃមួយគូហើយធ្វើអរិយាបថស្រដៀងគាត់បានសួរម្ដាយចិញ្ចឹមថាតើឪពុកម្ដាយបង្កើតរបស់គាត់ជានរណាមិនជឿអ្វីដែលក្មេងស្រីនិយាយនោះទេខណៈដែលពួកគេហៀបនឹងចាក់ចេញក្មេងស្រីនោះបាននិយាយភ្លាមអំពីរូបរាងនិងទីតាំងនៃសញ្ញាកំណើតរបស់កូនស្រីនិយាយថាមេតបវ័យក្មេងប្រើចោលសមុទ្រដើម្បីបង្កើតអាថ៌កំបាំងនៃសោជីវិតដ៏វែងសម្រាប់នាងទាហានវ័យក្មេងភ្ញាក់ផ្អើលបន្តពីបានការចាក់សោជីវិតយូរតែគាត់ទេដែលដឹងសោជីវិតដ៏វែងរបស់ពួកចោរបែកត្រូវបានបង្កើតឡើងដោយខ្ញុំគ្មាននរណាម្នាក់ដឹងអំពីវាក្រៅពីខ្ញុំវាជាការពិតលោកគ្រូខ្ញុំពិតជាសំទោសខ្ញុំចង់សុំឲ្យអ្នកជួយយើងកញ្ញាតើកូនស្រីខ្ញុំនៅឯណាក្មេងស្រីនិយាយថាទីតាំងពិតប្រាកដរបស់កូនស្រីគាត់ថាពួកគេគួរតែទៅទីនោះឲ្យបានចាំតាមដែលអាចធ្វើឧត្តមសេនីយ៍បានយកក្មេងស្រីនេះទៅជួយសង្គ្រោះកូនស្រីរបស់គាត់ជាមួយគ្នានេះសិស្សបានគម្រាមម្ដាយចិញ្ចឹមដោយកន្ត្រៃឪពុកចិញ្ចឹមរបស់នាងស្រាប់តែលេចមុខមកផ្ទះកំភ្លៀងនាងគាត់បានយកកន្ត្រៃនៅក្នុងដៃរបស់នាងគាត់ថែមទាំងបាក់ជើងទៀតផងដើម្បីការពារនាងពីការរត់គេចខ្លួនឧត្តមសេនីយ៍បានប្រញាប់ប្រញាល់ជាមួយបុរសរបស់គាត់ហើយចាប់ផ្ដើមស្វែងរកកន្លែងលាក់ខ្លួនយើងបានរកឃើញកន្លែងលាក់ខ្លួនតែយើងមិនបានរកឃើញក្មេងស្រីនោះទេខ្ញុំបានប្រាប់អ្នកថាយើងមិនបានរកក្រាបណាគេរកនាងមិនឃើញពួកគេមិនអាចយកនាងទៅឆ្ងាយបានទេអ្នកកុំនិយាយមិនសមហេតុផលជាមួយនាងខ្ញុំដឹងថាយីសុងឆេនៅឯណា